បងប្អូនណាខ្លះដែលចូលចិត្តស្លឆាបែបចាប់ឆាយបងប្អូនបែបលក្ខណៈចិនណាហើយជាពិសេសខ្ញុំតែម្ដងតែងតែធ្វើញ៉ាំជារៀងរាល់ពេលតែម្ដងបងប្អូនដែលជាដំបូងឡើយខ្ញុំមានសាច់ជ្រូកប្រហែលជា2ខែខ្ញុំអត់សូវប្រើសាច់ជ្រូកច្រើនទេដោយសារចង់បានបន្លែច្រើនហើយការហាន់របស់ខ្ញុំហាន់យ៉ាងចំណិតតូចល្មមទេបងប្អូនបាទឃើញក្នុងវីដេអូហ្នឹងធំបន្តិចតែក្រោយមកខ្ញុំហាន់ចិត្តះចំណិតទេហើយសម្រាប់ឆាបែបយ៉ាងចាប់ឆាយដោយសារយើងហៅចាប់ឆាយដោយសារយើងប្រើបន្លែច្រើនហើយមានជាកដោមានពុះសណ្ដែកមានផ្សិតខ្មៅយើងបងប្អូនកាលណាឆាយើងអត់ផ្សិតខ្មៅអត់ឆ្ងាញ់ទេហើយឆាបងប្អូនអាចវះសណ្ដង់ចេញក៏បានដែរបន្តមកទៀតខ្ញុំមានការ៉ុតហើយមានស្នៀតពោតបងប្អូនសម្រាប់សម្លឆាចាប់ឆាយនេះបែបលក្ខណៈហាងចិននេះបងប្អូនអាចដាក់បន្លែណាដែលបងប្អូនចូលចិត្តញ៉ាំដាក់បានទាំងអស់បានហើយក្រោយមកទៀតខ្ញុំក៏ចាប់ផ្ដើមហាន់ស្លឹកខ្ទឹមទុកដាក់ក្រោយពេលដែលយើងឆារួចបងប្អូនបន្តមកទៀតក៏ចាប់ផ្ដើមធ្វើការដាក់ខ្លាញ់ហើយបំពងខ្ទឹមឲ្យបានឈ្ងុយល្អបាទកុំឲ្យយើងខ្លោចខ្ទឹមកាលណាដែលខ្លោចទៅយើងឆាទៅអត់សូវឆ្ងាញ់ទេក្រោយពីខ្ទឹមរបស់យើងបានយ៉ាងឈ្ងុយល្អហើយខ្ញុំដាក់សាច់ជ្រូកឆាឲ្យវារាងក្រៀមបន្តិចបងប្អូនបាទហើយគ្រឿងរបស់យើងគឺធ្វើឆាចាប់ឆាយនេះអ្វីដែលច្រើនបំផុតគឺបន្លែនឹងឯងបាទក្រោយពីយើងបានឆាសាច់ជ្រូកឲ្យបានរាងសពល្អហើយក៏ខ្ញុំចាប់ដើមធ្វើការវាយគ្រឿងដាក់ប្រេងខ្យងដាក់ទឹកស៊ីអ៊ីវបន្តិចដាក់ទឹកប៉េងប៉ោះដាក់ទឹកម្ទេសដាក់រ៉ូឌីដាក់ទឹកត្រីប៊ីចេងស្ករសនឹងឯងបងប្អូនសម្រាប់ឆាចាប់ឆាយមួយមុខនេះมันមានមុខម្ហូបមិនមែនរូបមន្តអីច្រើនទេបាទសាំញ៉ាំទេគឺគ្រឿងងាយទេបងប្អូនហើយក៏យើងចាប់ដើមធ្វើការឆាជាមួយនឹងសាច់ជ្រូករបស់យើងឲ្យបានចូលជាតិល្អក៏យើងចាប់ដើមដាក់បន្លែណាដែលវារឹងដូចជាការ៉ុតដូចជាផ្សិតអីហ្នឹងគឺថាมันផុយរលួយទេអញ្ចឹងយើងអាចដាក់មុនហើយក្រោយមកទៀតយើងចាប់ដើមធ្វើការដាក់ទឹករងាស់ឲ្យបានឆ្អិនសាច់ក៏ដូចជាការ៉ុតនិងស្នៀតពោតរបស់យើងបានយ៉ាងទន់ល្អហើយក៏ខ្ញុំចាប់ផ្ដើមធ្វើការដាក់តិចកដោដាក់ផ្សិតដាក់ពុះសណ្ដែកតាមក្រោយបងប្អូនបាទហើយមុខម្ហូបនេះគឺថាខ្ញុំចូលចិត្តមែនតែនបាទហើយក្រោយមកទៀតក៏ចាប់ដើមធ្វើការឆា 4-5 ត្រឡប់ទៅបងប្អូនបាទដើម្បីឲ្យបន្លែរបស់យើងចូលជាតិបានល្អហើយជះក្លិនឈ្ងុយបដាណាហើយខ្ញុំអានោះម្ហូបពេលខ្លះម្ហូបការក៏គេធ្វើហ្នឹងដែរបងប្អូនចាប់ឆាយហ្នឹងណាគេឆាដូចជាមិនជាការតំបន់ខ្លះគេការតំបន់ខ្លះបុណ្យអាហ្នឹងគេធ្វើដែរបាទគេធ្វើដាក់ទៅថាបាយថ្ងៃត្រង់អីចឹងគេធ្វើអាហ្នឹងដែរបាទតែមួយទេឥឡូវគេអាប់ដេតច្រើនណាឥឡូវគេមិនសូវតែពីមុនគេធ្វើបាទហើយនិយាយចុះនិយាយឡើងឥឡូវឆារបស់យើងបានឆ្អិនហើយបងប្អូនបាទដួសដាក់ចានហើយបាទហើយឡើងឈ្ងុយតែម្ដងខ្ញុំឆាមិនសូវជាមានទឹកខ្ញុំឆាហាងសុបហាងស្ងួតបន្តិចបាទប៉ុន្តែយើងដាក់ខ្លាញ់ងើមដោយសារយើងឆាកាលណាយើងប្រើខ្លាញ់តិចក៏អត់សូវឆ្ងាញ់ដែរហើយក្រោយមកទៀតខ្ញុំក៏រោយស្លឹកខ្ទឹមពីលើផងដែរបងប្អូនបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាមុខម្ហូបហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបើសិនមានចំណុចខ្វះខាតសំខាន់តែអភ័យទោសផង